នេះរូបរាងដែលខ្ញុំហាត់ថ្ងៃទី1ដោយសារអីរូបរាងរបស់ខ្ញុំគឺបាត់បង់ស្ទើរទាំងអស់ហើយបងប្អូនហើយនេះគឺរូបរាងដែលខ្ញុំហាត់បានរយៈពេល5ថ្ងៃជាងហ្នឹងហើយហាត់បានរយៈពេល5ថ្ងៃហ្នឹងគឺវារៀងឡើងដែរចឹងណាព្រោះអីគឺខ្ញុំអត់ហាត់លោកឡំគ្នាទេបើខ្ញុំហាត់យកគូតអីហ្នឹងគឺខ្ញុំហាត់តែតាគៀកនិងគូតទេហើយក្បាលពោះហ្នឹងគឺខ្ញុំអត់ហាត់យកទេចឹងណាបងប្អូនព្រោះអីគឺខ្ញុំត្រូវការហូបឲ្យបានច្រើនប៉ុន្តែគឺខ្ញុំតមដែរចឹងណាបងប្អូនមិនមែនចិត្តតែហូបទេនៅពេលដែលខ្ញុំឈប់ហាត់ប្រាណហ្នឹងបងប្អូនគឺខ្ញុំដាំតែក្តៅហូបចឹងណាប៉ុន្តែមិនហូបភ្លាមទេត្រឹម30នាទីកន្លះម៉ោងអីចឹងចាំយើងហូបចឹងណាកាលណាដែលយើងហាត់ប្រាណហើយហូបទឹកភ្លាមគឺអត់ល្អទេអំឡុងពេលដែលខ្ញុំហាត់ប្រាណហ្នឹងបងប្អូនគឺខ្ញុំអត់ហូបទឹកអត់ហូបចំណីចំណុកទេព្រោះអីកាលណាដែលយើងហាត់ប្រាណហ្នឹងគឺធ្វើឲ្យយើងចុកពោះហើយនៅពេលដែលយើងហូបចំណីចំណុកចឹងណាបងប្អូននិយាយរួមទៅរបបអាហារគឺខ្ញុំញ៉ាំទាំងអស់តមតែប្រមាណមុខទេបងប្អូនអរគ្នារបស់ដែលខ្ញុំតមហ្នឹងគឺទឹកកកភេសជ្ជៈផ្អែមខ្លាញ់ហូបដែរប៉ុន្តែហូបតិចតួចហើយជាពិសេសបើសិនជាបងប្អូនមានប្តីមានប្រពន្ធហ្នឹងគឺតមប្តីតមប្រពន្ធហ្នឹងឯងព្រោះចំណុចហ្នឹងសំខាន់ជាងគេបងប្អូន